đây bằng ôn mình dây bị su với mấy trường anh dây bị lọ với mấy trường còn tại ấp rồi mấy trường lớp mấy trường trên trên tròn mấy trường cho nên đây là chừng còn lọ nó cứ chặt cái dây nên tên nó rồi bà video này cứ chọn bằng gì ở pi camera từ YouTube bằng bọn từ YouTube đầm nọ tật bỏ dưỡng á hayสมัยปัจจุบันนั้นคือการប្រើប្រាស់ទៅ YouTube គឺពេញនិយមបំផុតហើយមិនថារដូវវស្សាឬរដូវប្រាំងទេហើយការប្រើប្រាស់ YouTube នេះគឺជាបច្ចេកទេសល្អបំផុតហើយជាការរកឃើញថ្មីរបស់បច្ចេកទេសការប្រើប្រាស់ដំណាំជាពិសេសគឺដំណាំបន្លែដែលយើងមិនអាចខ្វះបានទេហើយក្នុងរោងនេះគឺខ្ញុំប្រើប្រាស់ទៅលើដំណាំត្រសក់អញ្ចឹងត្រសក់ត្រើងគឺខ្ញុំប្រើទៅយកទ្រិបល្អបំផុតបាទខ្ញុំមិនប្រើប្រាស់ទៅយកបាញ់ឬក៏អ្វីទេគឺខ្ញុំប្រើប្រាស់ទៅយកទ្រិបដែលវាធ្វើការស្រោចស្រពដោយតក់ដោយជ្រាបពេញដីគល់អីចឹងទៅអញ្ចឹងទៅយកទ្រិបនេះគឺវាមានអត្ថប្រយោជន៍ច្រើនជាជាងការដែលយើងដាក់ទឹកច្រើនតែម្ដងឬក៏យើងបាញ់ស្រោចពីលើដែលការធ្វើបែបនេះជាបច្ចេកទេសដែលមិនសូវសមស្របហើយនឹងមិនសូវទទួលបានទិន្នផលល្អដូចជាការប្រើប្រាស់ពីយោទ្រិបនៅក្នុងការស្រោចស្រពទេបងប្អូនអញ្ចឹងថ្ងៃនេះតែអ្វីដែលជាបញ្ហាគឺជាការប្រើប្រាស់ពីយោទ្រិបហ្នឹងការជ្រើសរើសពីយោទ្រិបហ្នឹងគឺវាខុសបច្ចេកទេសឬក៏វាមានបញ្ហាបាទអញ្ចឹងដូចខ្ញុំបានអញ្ចឹងគឺខ្ញុំបានជ្រើសរើសទៅយក trip ដែលមានគុណភាពអន់អញ្ចឹងហើយបានជាធ្វើឲ្យខ្ញុំត្រូវការផ្លាស់ប្ដូរទៅយកនឹងចេញបាទហើយទៅយកដែលធូរថ្លៃនៅក្នុងទីផ្សារដល់ពេលយកមកប្រើទៅគឺវាលហែកបាទវាធ្លុះវាធ្លាយបាទដោយទាំងថ្មីតែម្ដងមិនចាំបាច់ប្រើបានមួយខែពីរខែឬមួយឆ្នាំទេគឺគ្រាន់តែដាក់ហើយគឺវាចេញធ្លាយពេញវាពេញកាលតែម្ដងបាទចឹងហើយបងប្អូនត្រូវមានការជ្រើសរើសទៅយក trip ដែលមានគុណភាពល្អនៅទីផ្សារហើយដែលមានតម្លៃរៀងខ្ពស់បន្តិចក៏មិនសូវជាបញ្ហាដែរកាប់ទៅទៅយកដែលខ្ញុំតែងប្រើគឺជាធម្មតាប៉ុន្តែយើងអត់បានគិតទៅយើងទិញរបស់ធូរថ្លៃហើយគេថាល្អដូចគ្នាអញ្ចឹងទៅតែដល់ពេលតម្លៃវារៀងធូរជាងយើងទិញអាធូរទៅដល់ពេលយកមកប្រើវាកាប់ពិតអានឹងគេហៅលេខ2បាទអញ្ចឹងលេខ2ទៅវាធ្វើឲ្យយើងមិនបានផលិតផលល្អដូចដែលយើងធ្លាប់ប្រើមុនទេដូច្នេះហើយខ្ញុំក៏ធ្វើការដោះដូរចេញពីចំការទាំងមូលតែម្ដងបាទដែលធ្វើឲ្យចំណាយពេលវេលាចំណាយប្រាក់ពេលដងដែរបាទចំណាយប្រាក់ទៅការទិញទីយោថ្មីហើយចំណាយពេលវេលាទៅធ្វើក្នុងការផ្លាស់ប្ដូរបាទប៉ុណ្ណឹងឯងអញ្ចឹងនៅក្នុងការផ្លាស់ប្ដូរនេះគឺបងប្អូនមើលយើងត្រូវវាយដំឲ្យដាក់បង្វិលបានណាអញ្ចឹងទៅនៅចុងមកខាងនៃតំណភ្ជាប់ទៅក្នុងទយោមេយើងអាចដោះបានហើយយើងចងយើងចងវាទៅយើងចងភ្ជាប់លក្ខណៈសំប៉ែតកុំឲ្យវាមានក្បាលធំពេកគឺយើងពង្លាតឲ្យវាសំប៉ែតបានល្អសម្រាប់យើងធ្វើការទាញនៅចុងមកខាងបាទយើងធ្វើការទាញវាទៅឲ្យវារត់បានស្រួលអញ្ចឹងធ្វើការចងយ៉ាងម៉េចក៏ដោយកុំឲ្យវាចេញចំនួនហ្នឹងធំពេកដល់ពេលយើងធ្វើការហើយគឺយើងទៅទាញនៅចុងមកខាងហ្នឹងទៅវាចាប់ផ្ដើមចូលសម្ដោកទៅតាមទយោចាស់ហ្នឹងឯងអញ្ចឹងទយោចាស់គឺចំនួនដោយទយោថ្មីដែលទយោដែលមានគុណភាពដែលមិនលិចមិនចេញតទៅទេបងប្អូន Con nào về thìយើងទាញហើយ
គឺយើងកាត់វាចេញទៅហើយទៅយកហ្នឹងបងប្អូនយកទៅប្រើអីក៏បានដែរយើងយកទៅចងនេះចងនោះបានព្រោះវាផុយវាមិនផុយនេះគឺវាលហែកអាកន្លែងស្មាត់វាអស់លលឹងតែម្ដងវាលហែកអស់វាលហែកទៅយើងធំតែម្ដងបងប្អូនចឹងហើយបានពេលដែលធ្វើរួចហើយយើងទុកចោលក៏ដោយទៅបាច់ធ្វើអីទេព្រោះធ្វើអត់កើតទុកចោលឬក៏យកទៅចងជាអ្វីផ្សេងហ្នឹងទៅតែសម្រាប់ខ្ញុំប្រើវ៉ាន2បងប្អូនវ៉ានចុងវ៉ានដើមវ៉ានចុងវ៉ានដើមមានន័យថាខាងចុងក៏ខ្ញុំប្រើវ៉ានខាងដើមក៏ខ្ញុំប្រើវ៉ានជាប់ជាមួយវីដេអូមេដោយសារការប្រើប្រាស់វីដេអូចុងនេះតែវ៉ានចុងនេះគឺវាងាយស្រួលសម្រាប់ខ្ញុំដែលយើងធ្វើការបង្ហូរនៅទឹកកខ្វក់ឬក៏កចេញក្នុងរយៈពេល2-3ថ្ងៃម្ដងអញ្ចឹងទៅបាទមួយថ្ងៃម្ដងក៏បានឬក៏2ថ្ងៃម្ដងឬក៏មួយទឹកម្ដងទៅតាមប្រភេទទឹកតែទឹកហ្នឹងវាសម្បុកកកឬក៏អត់ចឹងបាទចឹងអរគុណបងប្អូនមើលទៅអាវីដេអូហ្នឹងនិយាយពីកស៊ូវិញថ្មីជ្រើងហើយនិយាយពីដំណក់វិញថ្មីជ្រើងប៉ុន្តែឥតប្រយោជន៍ទាំងអស់ថ្មីជ្រើងឥឡូវថ្មីជ្រើងនេះចេញឆ្លាត់ថ្មីជ្រើងចឹងមានន័យថាពីដំណក់ហ្នឹងប្រយ័ត្នប្រយែងមានទេណាអរគុណយោ